លោកជំទាវពាក្យចាំអារ៉ាមទាំងក្នុងនិងក្រៅភូមិគ្រឹះស្ដាប់លេងចូលត្រជាក់ហើយគេនិយាយពីអីខ្លះគេថាអ្នកនាងចាងជាចារកិច្ចមកពីបៃទីហើយនៅលើដៃមានស្នាមសាក់ទៀតខ្ញុំលួចមើលរួចហើយនៅដៃអ្នកនាងចាងគឺស្អាតធម្មតាទេម្យ៉ាងទៀតតាមខ្ញុំមើលអ្នកនាងចាងពិតជាមានចិត្តស្មោះចំពោះទីយាតមែនមិនត្រឹមតែឧស្សាហ៍ទៅសួរសុខទុក្ខទេថែមទាំងមើលថែដោយផ្ទាល់ដៃទៀតពេលខ្លះក៏លួចសម្រក់ទឹកភ្នែកទៀតមើលទៅនាងខូចចិត្តណាស់មិនមែនធ្វើពុតទេចុះរូបពាក្យនឹងមកពីណាអញ្ចឹងមានប្រភពច្រើនណាស់តែមួយក្នុងចំណោមនោះគឺលេចធ្លីចេញពីទីធ្លារបស់អ្នកនាងសឿនអ៊ំស្រីចាងជីនស៊ូនោះមិនមែនជាស្រីលួចលាក់របស់បងប្រុសទេហើយក៏មិនមែនជាស្រីកំណានចិត្តអីដែរក្មួយឯងនេះមិនក៏លោឡាអញ្ចឹងអ៊ំស្រីខ្ញុំនិយាយសុទ្ធតែជារឿងពិតណាពួកនាងច្បាស់ជាឃើញបងប្រុសស្លៀកពាក់ហឺហាទើបចង់តោងឡើងបុណ្យស័ក្តិហើយនេះគ្រាន់តែជាល្បិចទាមទារការអាណិតតើយីរូអ៊ំដឹងថាក្មួយតែងតែដឹងក្តីជានិច្ចឥឡូវបងប្រុសក្មួយមិនទាន់ដឹងខ្លួនហើយអ៊ំប្រុសក៏មិនទាន់ត្រឡប់ពីសមរភូមិទៀតកុំគិតផ្ដេសផ្ដាសអីមីស្រីយេនតិចពីរនាក់នឹងមកដល់ភ្លាមអ៊ំស្រីលែងជឿខ្ញុំបាត់ទៅហើយលោកជំទាវរឿងស៊ើបអង្កេតអាវុធក្រុមឃាតនៅទីសក្ការៈភ្នំទៅដល់ណាហើយព្រឹកមិញទើបតែទទួលបានដំណឹងគេរកឃើញនិមិត្តសញ្ញានេះនៅលើអាវុធនេះជានិមិត្តសញ្ញាគោលសម្ព័ន្ធចកខ្មៅនៅភូមិភាគខាងជើងគោលសម្ព័ន្ធចកខ្មៅនិងបៃទីគឺជាសត្រូវស៊ូពូជនឹងគ្នាឆ្នាំមុនទីយាតបានដឹកនាំតបកម្ចាត់ពួកគេហើយពួកដែលនៅសល់បានរត់ខ្ចាត់ខ្ចាយមិននឹកស្មានថាឃាតកជាមនុស្សរបស់គោលសម្ព័ន្ធចកខ្មៅសោះមិនមែនជារាជទីយាតទេភុស្តាំងពេលនេះគឺអញ្ចឹងហើយពួកគេមកសង្សឹកហើយគោលដៅគឺទីយាតតែម្ដងម្យ៉ាងទៀតតាមបញ្ជីគ្រួសារបង្ហាញថាស្រុកកំណើតអ្នកនាងចាងនិងអ្នកនាងស៊ូគឺនៅជាងណានឆ្ងាយពីបៃទីរាប់ម៉ឺនយ៉ោចឯណោះទុករបស់នេះនៅនឹងសិនចោះចាំខ្ញុំពិនិត្យមើលសិនឯងទៅចាត់ចែងរឿងពីរទៅចាសូមលោកជំទាវប្រាប់មកថាអ្នកនាងចាងមានស្នាមសាក់នៅក្ដៃឯងឃើញផ្ទាល់ភ្នែកអេខ្ញុំគ្រាន់តែគេនិយាយតើឬពីអ្នកណាចាំមិនច្បាស់ទេចាំមិនច្បាស់ហ៊ាននិយាយផ្ដេសផ្ដាសផងចុះឯងវិញថាអ្នកនាងចាងជាជនជាតិបៃទីម៉ាសូមមេត្តាផងខ្ញុំចាស់ក៏គ្រាន់តែគេដើរនិយាយដើមតែប៉ុណ្ណោះលោកជំទាវតូចលោកជំទាវធំប្រើខ្ញុំឲ្យមកផ្ដាំនិយាយមកឃាតដែលប៉ុនប៉ងធ្វើឃាតទីយាតនៅទីសក្ការៈភ្នំគឺស៊ើបដឹងហើយគឺជាពួកសេះសពីគោលសម្ព័ន្ធចកខ្មៅគោលសម្ព័ន្ធនេះនិងបៃទីគឺជាសត្រូវស្លាប់រស់នឹងគ្នាហើយស្រុកកំណើតអ្នកនាងចាងគឺនៅជាងណានថ្ងៃក្រោយអ្នកខ្លះមុននឹងផ្សាយពាក្យចាំអារ៉ាមគួរតែចេះប្រើខួរក្បាលគិតផងភូមិគ្រឹះចិញ្ចឹមពួកឯងគឺឲ្យមកធ្វើការមិនមែនឲ្យមកបង្កើតរឿងញុះញង់ទេចាប់ពីថ្ងៃនេះទៅបើនៅតែមានឬពាក្យចាំអារ៉ាមសំបីតែកន្លះម៉ាត់នឹងចាប់លក់ចេញឲ្យអស់ឆៃនិងអ៊ំចាងត្រូវវីម្នាក់20រំពាត់ហើយកាត់ប្រាក់ខែ3ខែលោកជំទាវសូមមេត្តាផងអ្នកនាងចាងចាស់ខ្ញុំនៅទីនេះធ្វើឲ្យនាងរងទុក្ខហើយលោកជំទាវមានភាពយុត្តិធម៌ណាស់ខ្ញុំមិនយល់ថារងទុក្ខអីទេត្រឡប់ទៅធ្វើការវិញអស់ទៅអ្នកនាងខ្ញុំឈឺណាស់បិទមាត់ត្រូវតែ20រំពាត់នឹងផ្ទះកំភ្លៀងប៉ុណ្ណឹងក៏ទ្រាំមិនបានដែរមីរលាយអ្នកនាងឈឹងកាន់ដាវហើយប្រាប់ថាឃាតកទាំងនោះមកពីគោលសម្ព័ន្ធចកខ្មៅហើយថែមទាំងប្រាប់ថាស្រុកកំណើតអ្នកនាងចាងនៅជាងណានទៀតដឹងហើយពួកនាងពីរនាក់នឹងមានសំណាងស្អីឲ្យប្រកាសទៅអ្នកនាងកុំបន្តទៀតអីលោកជំទាវចេញមុខការពារពួកនាងហើយអ៊ំស្រីត្រូវពួកនាងបោកប្រាស់ហើយតើខ្ញុំមិនជឿថាបងប្រុសជាគូស្នេហ៍ស្អីរបស់ពួកនាងទេម្យ៉ាងទៀតខ្ញុំឬពួកនាងនិយាយថាពួកនាងមកទីនេះព្រោះតែរង្វាន់មាសទេមិនត្រូវទេគឺដើម្បីមាសរបស់បងប្រុសតើលោកជំទាវឈានចុះដៃធ្ងន់ណាស់នឹងវីយំ20រំពាត់ហើយផ្ទះ100កំភ្លៀងទៀតវីមីបំរើនឹងយាយចាស់នឹងប្រហែលកន្លះខែមិនបាច់ចុះពីក្រែទេគឺសម្រាប់មន់បន្លាចស្វានោះអីប៉ុន្តែអីគេដំណឹងនេះមកទាន់ពេលពេកហើយឈឹងយីទើបតែប្រាប់ថាស៊ើបរឿងនឹងកាលពីព្រឹកមិញសោះដល់ល្ងាចចេញលទ្ធផលបាត់នាងមានន័យថាមានគេតាំងចិត្តបញ្ជូនភស្តុតាងមកឲ្យពួកយើងអេ
អនុរដ្ឋមន្ត្រីវាងគឺជាមន្ត្រីក្រសួងយុទ្ធភ័ពការស៊ើបអង្កេតប្រភពអាវុធប៉ុណ្ណឹងច្បាស់ជាមិនពិបាកទេ